ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាងខ្ញុំមកជម្រាបជូនអត្ថប្រយោជន៍ត្រប់ពុតញងត្រប់ពុតញងគឺជាបន្លែប្រពៃណីខ្មែរមួយប្រភេទដែលមានរសជាតិល្វីងតិចៗប៉ុន្តែវាមានផ្ទុកទៅដោយសារធាតុចិញ្ចឹមនិងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពរហូតដល់ត្រូវបានគេចាត់ទុកជាឱសថបុរាណថែមទៀតផងខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពសំខាន់ៗរបស់ត្រប់ពុតញង 1. ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមនេះជាអត្ថប្រយោជន៍ដ៏លេចធ្លោបំផុតមួយត្រប់ពុតញងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មនិងសមាសធាតុដែលអាចជួយកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាមដែលវាល្អខ្លាំងណាស់សម្រាប់អ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី2ឬអ្នកដែលចង់បង្ការជំងឺនេះ 2. ជួយដល់ប្រព័ន្ធរំលាយអាហាររសជាតិល្វីងតិចរបស់វាមានសមាសធាតុជួយរំញោចដល់ការផលិតទឹកប្រមាត់និងអង់ស៊ីមរំលាយអាហារវាជួយកាត់បន្ថយការណែនពោះហើមពោះនិងទល់លាមកការពារនិងព្យាបាលដំបៅក្រពះដោយសារវាមានសារធាតុជួយការពារស្រទាប់រំអិលរបស់ក្រពះ 3. ជួយបន្សាបជាតិពុលនិងការពារថ្លើមត្រប់ពុតញងជួយជំរុញមុខងារថ្លើមក្នុងការបន្សាបជាតិពុលផ្សេងៗចេញពីរាងកាយនិងជួយការពារកោសិកាថ្លើមពីការខូចខាតដែលបណ្ដាលមកពីការបរិភោគអាហារមិនល្អឬសារធាតុគីមី 4. ពង្រឹងប្រព័ន្ធភាពស៊ាំនិងប្រឆាំងការរលាកវាសម្បូរទៅដោយវីតាមីននិងសារធាតុដែលជួយប្រឆាំងនឹងការរលាកផ្សេងៗក្នុងរាងកាយកម្ចាត់បាក់តេរីនិងមេរោគផ្សិតមួយចំនួនដែលជួយឲ្យរាងកាយមានភាពស៊ាំរឹងមាំមិនងាយឈឺថ្កាត់ 5. ល្អសម្រាប់សុខភាពបេះដូងនិងសរសៃឈាមការទទួលទានត្រប់ពុតញងអាចជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់និងទ្រីគ្លីសេរីដក្នុងឈាមដែលកត្តានេះជួយកាត់បន្ថយហានិភ័យជំងឺលើសឈាមនិងជំងឺបេះដូងការណែនាំបន្ថែមទោះបីជាត្រប់ពុតញងមានអត្ថប្រយោជន៍ច្រើនក៏ដោយក៏មិនគួរទទួលទានវាច្រើនហួសប្រមាណក្នុងម្ដងនោះទេជាពិសេសស្ត្រីមានផ្ទៃពោះឬអ្នកដែលកំពុងប្រើប្រាស់ថ្នាំបញ្ចុះជាតិស្ករគួរពិគ្រោះជាមួយគ្រូពេទ្យជាមុនលោកអ្នកអាចយកវាទៅស្លកកូរធ្វើអន្លក់ស្លប្រហើរឬឆាជាមួយសាច់ជាដើមបន្ថែមរសជាតិនិងទទួលបានសុខភាពល្អ